ហើយក៏តដែលខ្ញុំចូលប្រកួតដំបូងគេបងហ្នឹងគឺនៅប្រទេសសិង្ហបុរីដែលខ្ញុំទៅតំណាងឲ្យប្រទេសកម្ពុជាយើងរយៈពេល1អាទិត្យពេញហើយនៅក្នុងនោះដែរគឺវាបានបរៀនខ្ញុំពីមេរៀនសំខាន់ចំនួន3យ៉ាងដែលខ្ញុំនឹងមកចែកនៅក្នុងវីដេអូនេះដូចគ្នាដែរហើយមួយវិញទៀតសម្រាប់បងក៏ដូចជាអូនណាដែលគាត់ចង់ប្រកួតហើយក៏តលើកដំបូងដូចខ្ញុំអត់ទាន់ដឹងថាគួរធ្វើបែបណាបងអាចមើលវីដេអូនេះសិនបានចំណុចទី1ដែលខ្ញុំគិតថាសំខាន់ជាងគេហ្នឹងគឺការត្រូវយល់ពីប្រធានបទដូចជា topic ឬបញ្ហាឲ្យច្បាស់សិនមុននឹងចាប់ផ្ដើមស្វែងរកដំណោះស្រាយឬក៏ research ផ្សេងបើសិនជាបងអូនអត់ទាន់ដឹងច្បាស់តាក់ទងជាមួយនឹងបញ្ហាទាំងអស់ហ្នឹងទេហើយយើងទៅ research យកហ្មងគឺអត់អាចទៅរួចទេគឺវាប្រឈមនឹងការបរាជ័យច្រើនខ្លាំងមែនតែម្ដងចំណុចទី2គឺការទំនាក់ទំនងគ្នាក៏ដូចជាការសហការគ្នានៅក្នុងក្រុមដើម្បី check មើលថាតើយើងមើលដល់ណាមួយវិញទៀតគឺយើងត្រូវតែចេះបែងចែកតួនាទីនៅក្នុងក្រុមឲ្យបានច្បាស់លាស់ជៀសវាងការមានបញ្ហាផ្សេងកើតឡើងដើម្បីធានាថាយើងដើរត្រូវគោលដៅទាំងអស់គ្នាចំណុចទី3កុំខ្លាចនៅក្នុងការសុំយោបល់ពី mentor ដោយសារយោបល់របស់ពួកគាត់អាចជួយឲ្យយើងអភិវឌ្ឍគំនិតបានលឿននិងប្រសើរជាងមុនខ្ញុំសង្ឃឹមថាកន្លឹះទាំងអស់នេះនឹងមានប្រយោជន៍សម្រាប់បងអូនទាំងអស់គ្នាអរគុណច្រើនបាយ